តើតម្លៃមាសនឹងធ្វើការកើនឡើងឬក៏ថយចុះនៅក្នុងថ្ងៃច័ន្ទស្អែកនេះក៏ដូចជាសប្តាហ៍ក្រោយនេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃអាទិត្យហើយខ្ញុំមកធ្វើវីដេអូចែករំលែកព័ត៌មានក៏ដូចជាការវិភាគឬក៏ការយល់ឃើញផ្ទាល់ខ្លួនទៅលើតម្លៃមាសពីព្រោះថាថ្ងៃស្អែកនេះគឺជាថ្ងៃច័ន្ទហើយជាថ្ងៃចាប់ផ្ដើមបើកឲ្យធ្វើការទិញដូរក៏ដូចជា trade មាសសម្រាប់ទីផ្សារពិភពលោកអញ្ចឹងថ្ងៃច័ន្ទនេះក៏ដូចជាសប្តាហ៍ក្រោយយើងមកមើលថាមាសនឹងធ្វើការឡើងឬក៏ចុះយ៉ាងណាដែរហើយសម្រាប់ការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំគិតថាតម្លៃមាសនឹងអាចធ្វើការឡើងឬក៏ចុះនៅក្នុងចន្លោះតម្លៃណាមួយដែលដូចជាខ្ញុំបង្ហាញនៅក្នុងរូបខាងលើនេះណាហើយសប្តាហ៍ក្រោយនេះខ្ញុំគិតថាមាសអាចនឹងធ្វើការផ្លាស់ទីទៅតាមរាងជាត្រីកោណដូចនៅក្នុងរូបអញ្ចឹងណាពីព្រោះថាខ្ញុំគិតថាទី1មាសអាចជារងចាំព្រឹត្តិការណ៍ក៏ដូចជាការប្រជុំសំខាន់មួយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការកាត់បន្ថយការរក្សាឬក៏ការដំឡើងនៃអត្រាការប្រាក់ហើយបើសិនជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកធ្វើការកាត់បន្ថយការប្រាក់ជាទូទៅតម្លៃមាសនឹងធ្វើការកើនឡើងប៉ុន្តែបើសិនជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិករក្សាការប្រាក់នៅដដែលជាទូទៅមាសនឹងធ្វើការផ្លាស់ទីជា sideways មានន័យថាផ្លាស់ទីឡើងចុះនៅក្នុងតម្លៃចន្លោះតម្លៃណាមួយប៉ុន្តែបើសិនជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកហ្នឹងគាត់ធ្វើការដំឡើងការប្រាក់នោះជាទូទៅមាសនឹងធ្វើការធ្លាក់ចុះនៅតម្លៃបាទអញ្ចឹងយើងចាំមកមើលទាំងអស់គ្នាថានៅសប្តាហ៍ក្រោយនេះមាសធ្វើការឡើងចុះយ៉ាងណាដែរហើយបើសិនជាបងប្អូនចង់ដឹងហេតុផលថាហេតុអីបានជាអត្រាការប្រាក់វាមានឥទ្ធិពលក៏ដូចជាសំខាន់សម្រាប់ទីផ្សារក៏ដូចជាតម្លៃមាសខ្ញុំនឹងធ្វើវីដេអូបន្ទាប់ដើម្បីធ្វើការអធិប្បាយក៏ដូចជាបញ្យល់អំពីឥទ្ធិពលរបស់អត្រាការប្រាក់មកលើតម្លៃមាស